Bismillahirrahmanirrahim. Assalamualaikum warahmatullahi wabarakatuh. បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះគឺយើងបន្តតទៅនឹងសំណួរថ្ងៃមុនថាតើធ្វើយ៉ាងម៉េចដើម្បីយើងស្គាល់អល់ឡោះ Subhanahu wa ta'ala كيف نتعرف على الله سبحانه وتعالى សំណួរនេះគឺពិតជាសំខាន់ហើយក្នុងនាមយើងជាអ្នកមូស្លីមគឺយើងបានស្គាល់ហើយថាអល់ឡោះជាម្ចាស់របស់យើងប៉ុន្តែយើងត្រូវស្គាល់ឲ្យកាន់តែស៊ីជម្រៅដើម្បីឲ្យអ៊ីម៉ានរបស់យើងនឹងគឺវារឹតតែរឹងមាំវារឹតតែរីកចម្រើនដោយដែលអ៊ីម៉ាមអស្សាឌីគាត់បាននិយាយថាពីហស្ប៊ីម៉ារីហ្វាទីប៊ីរ៉បប៊ីហ៊ីយ៉ាគូនូអ៊ីម៉ានតាមដែលយើងស្គាល់អល់ឡោះគឺអ៊ីម៉ានរបស់យើងក៏តាមនឹងដែរអញ្ចឹងរាល់ពេលដែលការកើនឡើងការស្គាល់អល់ឡោះយើងមានរីកចម្រើនអ៊ីម៉ានយើងក៏រីកចម្រើនចំណុចទី1ដើម្បីឲ្យយើងស្គាល់អល់ឡោះ Subhanahu wa ta'ala កាន់តែច្បាស់គឺ tadabbur al-Quran al-Karim kalamullah azza wa jalla alladhi la ya'tihi al-batilu min bayni yadayhi wa la min khalfihi ទី1គឺយើង tadabbur យើងសូត្រអល់កុរអានហើយនឹងជាយាមស្វែងយល់ពីអត្ថន័យខ្លឹមសារហើយយើងយកមកត្រេះរិះពិចារណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងតើជីវិតរបស់យើងវាពាក់ព័ន្ធជាមួយនឹងស៊ីហ្វាតរបស់អល់ឡោះ Subhanahu wa ta'ala យ៉ាងដូចម្ដេចខ្លះអញ្ចឹងគម្ពីរកុរអានគឺជាគម្ពីរដែលអត់មានកំហុសឆ្គងអត់មានភាពឆ្គាំឆ្គងនៅត្រង់ណាឡើយឧទាហរណ៍ដូចជាអល់ឡោះ Subhanahu wa ta'ala គាត់តម្រូវឲ្យយើងសូត្រសូរ៉ាហ្វាទីហានៅក្នុងសាឡាតរបស់យើងនៅក្នុងមួយថ្ងៃមួយយប់5វគ្គទូហ្នឹងបើយើងសរុបជាសូរ៉ាទៅវិញហ្នឹងគឺចំនួន17សូរ៉ានេះគឺបញ្ជាក់ថាសូរ៉ាហ្វាទីហាគឺជាសូរ៉ាមួយដែលសំខាន់សម្រាប់អ្នកមូស្លីមហើយពេលដែលយើងសូត្រហ្នឹងគឺយើងត្រូវតែសេចក្ដីគិតត្រេះរិះពិចារណាអំពីអត្ថន័យខ្លឹមសារហើយយើងភ្ជាប់អត្ថន័យទាំងអស់នោះទៅនឹងរបៀបរស់នៅរបស់យើងតើអាយ៉ាត់កុរអានក៏ដូចជាស៊ីហ្វាតរបស់អល់ឡោះនឹងមានឥទ្ធិពលយ៉ាងម៉េចខ្លះនៅក្នុងការរស់នៅរបស់យើងអញ្ចឹងនៅក្នុងសូរ៉ាអល់ហ្វាទីហាមានន័យថាយើងចាប់ផ្ដើមដោយប៊ីស្មិលឡាតើយើងយល់ថាពាក្យប៊ីស្មិលឡានោះមានន័យថាម៉េចប៊ីស្មិលឡានេះគឺយើងប្រកាសប្រាប់ខ្លួនឯងថាយើងមកនៅក្នុងទុនយ៉ានេះយើងធ្វើអ្វីមួយយើងរស់នៅសពបែបយ៉ាងគឺក្នុងនាមអល់ឡោះ Subhanahu wa ta'ala យើងគឺជាបេសកជនរបស់អល់ឡោះ Subhanahu wa ta'ala ចឹងហើយបានអល់ឡោះ Subhanahu wa ta'ala ក៏ថា Inni ja'ilun fil ardi khalifa អល់ឡោះបង្កើតជា khalifa តំណាងរបស់អល់ឡោះ Subhanahu wa ta'ala នៅលើផែនដីនេះដើម្បីគ្រប់គ្រងដើម្បីត្រួតត្រាដើម្បីរៀបចំអភិវឌ្ឍផែនដីនេះឲ្យល្អប្រសើរអញ្ចឹងយើងមកនៅក្នុងនាមអល់ឡោះអញ្ចឹងយើងសួរខ្លួនឯងថាបើសិនជាយើងមកនៅក្នុងនាមអល់ឡោះ Subhanahu wa ta'ala តើស័ក្តិសមដែរឬទេដែលក្នុងនាមយើងជាតំណាងរបស់អល់ឡោះហើយយើងទៅប្រព្រឹត្តនៅប្រការដែលខុសនៅក្រមសីលធម៌ខុសនៅតម្លៃសីលធម៌ល្មើសនឹងបញ្ជារបស់អល់ឡោះ Subhanahu wa ta'ala ទៅបំពេញមនុស្សជាតិធ្វើបាបគេជិះជាន់គេជេរប្រមាថគេអ្វីសពបែបយ៉ាងអញ្ចឹងតើសមដែរទេក្នុងនាមយើងជាតំណាងអល់ឡោះហើយយើងទៅប្រព្រឹត្តនៅទង្វើទាំងអស់នោះអញ្ចឹងឆ្លើយមកវិញគឺពិតជាមិនសមទេឧទាហរណ៍បើសិនជាមានបេសកជនឬក៏តំណាងទូតប្រទេសមួយឬក៏តំណាងឲ្យក្រសួងមួយដែលរដ្ឋមន្ត្រីគាត់បញ្ជូនទៅកាន់អធិការកិច្ចឬក៏ទៅកន្លែងណាមួយមានន័យថាគេច្បាស់ជាមាន protocol មានកម្មវិធីច្បាស់លាស់គេមានរៀបចំនៅសន្ទរកថានៅគម្រោងផែនការសពបែបយ៉ាងដើម្បីទៅបំពេញគេបេសកកម្មទាំងអស់ហ្នឹងដូច្នេះក្នុងនាមយើងជាតំណាងរបស់អល់ឡោះ Subhanahu wa ta'ala ក្នុងនាមយើងជានិរសារបស់អល់ឡោះ Subhanahu wa ta'ala អ្នកនាំសារអ្នកពំនាំនៅសេចក្តីអំពាវនាវរបស់អល់ឡោះ Subhanahu wa ta'ala អញ្ចឹងយើងរឹតតែរៀបចំខ្លួនឲ្យស័ក្តិសម
ជាអ្នកដែលអល់ឡោះស៊ុបហានូវតាឡាបញ្ជូនមកអញ្ចឹងអាហ្នឹងគឺគ្រាន់តែប៊ីស្មិលឡាហ៍តែមួយណាអញ្ចឹងយើងជាអ្នកអ៊ីស្លាមយើងទៅរកស៊ីយើងទៅលក់ដូរប្រកបអាជីវកម្មផ្សេងមានន័យថាយើងតែងតែនឹកនៅពាក្យប៊ីស្មិលឡាហ៍ដូច្នេះតកតនឹងគុណភាពតកតនឹងបរិមាណតកតនឹងតម្លៃតកតនឹងអ្វីៗទាំងអស់គឺយើងមិនអាចបោកប្រាស់គេបានទេពីព្រោះយើងជាតំណាងរបស់អល់ឡោះស៊ុបហានូវតាឡាជាម្ចាស់ដែលបង្កើតចក្រវាលទាំងមូលបង្កើតមនុស្សទាំងមូលណាចឹងអាហ្នឹងគ្រាន់តែជាអាយ៉ាត់ប៊ីស្មិលឡាហ៍បន្តមកទៀតយើងទៅមើលពាក្យអររ៉ហ្មានអររ៉ហ្មានអល់ឡោះស៊ុបហានូវតាឡាមហាមេត្តាមហាករុណាចឹងអល់ឡោះស៊ុបហានូវតាឡាឲ្យបញ្ជូនយើងមកទុនយ៉ានេះអល់ឡោះអររ៉ហ្មានអល់ឡោះបានផ្ដល់អ្វីសពបែបយ៉ាងសម្រាប់យើងវ៉ាឡាកតខលកណាល់អ៊ីនសានហ្វីអហ្សានីតកវីមអល់ឡោះស៊ុបហានតាឡាបង្កើតមនុស្សមកនៅក្នុងរូបសម្បត្តិចរិយាសម្បត្តិដ៏ល្អពិសេសគ្មានអ្វីដូចគ្មានសភាវៈណាមួយដូចមនុស្សលោកទេអល់ឡោះស៊ុបហានតាឡាបង្កើតមនុស្សលោកនោះគឺមានរូបរាងកាយសមរម្យធ្វើជាខាលីហ្វាធ្វើជាមេដឹកនាំមានប្រាជ្ញាញាណហើយនឹងមានគំនិតមានការគិតមានការត្រិះរិះពិចារណាមានការបែងចែកអ្វីដែលខុសអ្វីដែលត្រូវហើយនឹងមានគំនិតគិតវែងឆ្ងាយដើម្បីឆ្ពោះទៅអនាគតអាចដាក់ផែនការរយៈពេល30ឆ្នាំ40ឆ្នាំទៅមុខបានណាអញ្ចឹងអររ៉ហ្មានអល់ឡោះផ្ដល់ឲ្យយើងសពបែបយ៉ាងមិនត្រឹមតែខ្លួនយើងប៉ុណ្ណោះទេអល់ឡោះស៊ុបហានតាឡាបង្កើតផែនដីហ្នឹងគឺវាអំណោយផលនៅក្នុងការដែលយើងអាចបង្កើនផលយើងអាចកសាងយើងអាចដាំដុះយើងអាចផលិតមានជាតិរ៉ែមានអ្វីសពបែបយ៉ាងដែលអល់ឡោះអររ៉ហ្មានហ្នឹងគឺបានផ្ដល់ឲ្យយើងហើយអល់ឡោះស៊ុបហានតាឡាប្រើឲ្យយើងនឹងមកដើម្បីកសាងផែនដីវស្តាម៉ារគុមហ្វីហាអល់ឡោះស៊ុបហានតាឡាឲ្យពួកយើងនឹងមកកសាងផែនដីអញ្ចឹងការកសាងផែនដីនេះគឺវាមិនមែនតែលើរចនាសម្ព័ន្ធរឹងតែប៉ុណ្ណោះទេតកតនឹងអាគារតកតនឹងហេដ្ឋារចនាសម្ព័ន្ធគឺយើងកសាងទាំងផ្នែកសិលធម៌ផងដែរទាំងផ្នែកជំនឿទាំងផ្នែកវិញ្ញាណរបស់យើងស្មារតីរបស់យើងអប់រំឲ្យមនុស្សនឹងគឺគាត់ចេះគ្រប់គ្រងនៅស្មារតីរបស់គាត់អារម្មណ៍របស់គាត់ផ្លូវចិត្តរបស់គាត់ធ្វើម៉េចឲ្យវាស្កប់ស្កល់វាស្ងប់ទៅតាមអ្វីដែលអល់ឡោះស៊ុបហានូវតាឡាគាត់បង្គាប់ប្រើមកអញ្ចឹងបើសិនជាយើងកសាងផែនដីទៅតាមអ្វីដែលអល់ឡោះស៊ុបហាគាត់ណែនាំមកមានន័យថាយើងនឹងកសាងផែនដីមួយគឺពោពេញទៅដោយសុខដុមនីយកម្មហើយនឹងពោពេញទៅដោយអរិយធម៌ហើយនឹងវប្បធម៌ជឿនលឿនអញ្ចឹងនេះគឺជាឈ្មោះរបស់អល់ឡោះស៊ុបហានូវតាឡាជាស៊ីហ្វាតរបស់អល់ឡោះស៊ុបហានូវតាឡាអររ៉ហ្មានតែមួយប៉ុណ្ណោះអញ្ចឹងអ៊ីនសាអល់ឡោះថ្ងៃនេះគឺយើងប៉ុណ្ណឹងសិនហើយលើកក្រោយយើងនឹងនិយាយតទៅជាមួយនឹងពាក្យថាអររ៉ហ៊ីមប៊ីស្មិលឡាហ៊ីររ៉ហ្មាននីររ៉ហ៊ីមប៊ីស្មិលឡាហ៊ីររ៉ហ្មាននីររ៉ហ៊ីមវាមានពាក្យប៊ីស្មិលឡាវាមានពាក្យអររ៉ហ្មានវាមានពាក្យអររ៉ហ៊ីម شكرا جزيلا والسلام عليكم ورحمة الله وبركاته